បាទសួស្តីបងប្អូនទាំងអស់គ្នាតាមដានសង្គម Facebook ទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំចង់មកនិយាយអំពី iOS 18.3.2 ដែល Apple ទៅតែទម្លាក់បាទកាលពីយប់មិញនេះណាបាទគឺទាបភ្លឺគឺម៉ោង2បាទអញ្ចឹងគឺ iOS ថ្មីនេះគឺវាអត់មានអីផ្លែកច្រើនទេបាទវាតទៅនឹង security ដូចគ្នាបាទអញ្ចឹងយើងចូលមកកាន់ setting មកបាទបន្ទាប់មកយើងចូលទៅកាន់បាទគឺបាទ general បាទ generalបាទបន្តមកចូល software update ដើម្បី check មើលតើ device របស់យើងទទួលបានការ update ដូចគេដែរអត់បាទម៉ាស៊ីនទូរស័ព្ទយើងណាឥឡូវរបស់ខ្ញុំនេះគឺបានចេញហើយបាទគឺអាចបាទដំឡើងបានហើយគឺ device បានមកដល់ហើយបាទអញ្ចឹងយើងអាចបាទ install បានបាទសម្រាប់ការ update មួយនេះគឺតកតឹងទៅនឹងបាទទីមួយគឺ security បាទដើម្បីបាទទប់ស្កាត់បណ្ដាការ hack បាទឬក៏ចូលលួចឯកសារផ្សេងបាទតកតឹងជាមួយនឹង Safari ណាបាទគឺអាចលួចតាមរយៈ Safari បាទដូចជាព័ត៌មានការពីមុនដូចគ្នាដែល Apple បានពង្រឹង security នេះម្ដងទៀតហើយអញ្ចឹងមួយទៀតគឺតកតឹងនឹងវីដេអូបាទសំទោសតកតឹងនឹងបាទ playback បាទ playback បាទ stream បាទដែលវាតកតឹងទៅនឹងការដែលយើងបាទចុចបាទ play វីដេអូឬក៏មើលវីដេអូទៅគឺវាមានការរអាក់រអួលឬក៏ pass បាទឬក៏បិទខ្លួនឯងអញ្ចឹងណាបាទអញ្ចឹងតកតឹងនឹង playback បាទ stream បាទជាមួយនឹង content នេះខ្ញុំបាទក៏បានធ្លាប់ជួបម្ដងម្កាលដែរបាទនៅលើ iPhone 11បាទដំណើរការដែល version មុនបាទគឺ 18.3.1 មុនហ្នឹងបាទ play video គឺបានបាទស្កប់បាទដែលមិនដឹងខ្លួនបាទដែលអត់បានចុចណាសុកវាគឺបាទស្កប់ខ្លួនវាបាទអញ្ចឹងឥឡូវនេះគឺយើងអាចបាទ download បានហើយគឺ install ដើម្បីពង្រឹងបាទសុវត្ថិភាពបាទ Apple បានបាទដាក់ឲ្យការ update មួយនេះបាទជាសំខាន់មែនទែនទៅដល់ security ណាបាទអញ្ចឹងអ្នកគ្នាអាចចូលទៅអានបាទក្នុង link បាទក្នុង setting មួយគឺ apple.com បាទតើតើនឹងព័ត៌មានលម្អិតបាទតើតើនឹង version មួយនេះកាន់តែលម្អិតតែម្ដងបាទអញ្ចឹងសូមបញ្ចប់វីដេអូតនេះពេញចិត្តវីដេអូនេះសូមជួយ share និងដាក់ follow page ម្នាក់មួយផងឬក៏តាមដាន YouTube subscribe និងសញ្ញាកណ្ដឹងមួយផងបាទអរគុណច្រើនបាទជួបគ្នានៅវីដេអូបាទក្រោយទៀតបាទអរគុណ